អង្គរសង្ក្រាន្តថ្ងៃទី1មានអ្នកមកទស្សនាប្រាសាទអង្គរវត្តជាច្រើននិងមកទស្សនាការរៀបចំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ2025ដ៏អស្ចារ្យអង្គរសង្ក្រាន្តប្រព្រឹត្តទៅនៅថ្ងៃទី14 15 16 ខែមេសាឆ្នាំ2025មានមនុស្សជាច្រើនមកពីគ្រប់ទិសទីមានម៉ូតូឡានជាច្រើនចូលទៅកន្លែងចំណតរថយន្តបន្ទាប់មកពួកគេធ្វើដំណើរមកទេសនាយ៉ាងសប្បាយរីករាយនៅលើទឹកដីដ៏អច្ឆរិយៈរបស់ខ្មែរយើងភូមិយុទ្ធគុណចម្រុះខ្មែរបុរាណមានយុទ្ធគុណដ៏ល្អផូរផង់ជាច្រើនដែលដូនតាបន្សល់ទុកដើម្បីត្រៀមបង្ហាញអ្នកទេសនាទាំងភ្ញៀវជាតិនិងអន្តរជាតិចំណែកឯការតុបតែងតាមដងផ្លូវគឺមើលទៅស្រស់ស្អាតខ្លាំងហើយផ្នែកខាងលើក៏តុបតែងបានស្អាតផងដែរកងដៃមានច្រើនម៉ូដហើយមានច្រើនពណ៌បើស្រឡាញ់អាចទិញពាក់បានដើម្បីលម្អឲ្យមើលទៅស្រស់ស្អាតសុទ្ធតែស្អាតទាំងអស់ស្រឡាញ់ពណ៌ណាអាចទិញពណ៌នាងពាក់បានហើយចំណែកខ្សែកនឹងក៏មើលទៅស្អាតដែរខ្ញុំឃើញជនជាតិបរទេសទិញពាក់ហើយមើលទៅគឺស្អាតមែនទែនយុទ្ធគុណចម្រុះខ្មែរបុរាណមានយុទ្ធគុណជាច្រើននេះជាការសូមក្នុងការត្រៀមបង្ហាញនៅយុទ្ធគុណខ្មែរបុរាណដែលដូនតាបន្សល់ទុកឲ្យដ៏ល្អផូរផង់ដើម្បីត្រៀមបង្ហាញភ្ញៀវទេសចរដែលបានទៅទេសនានៅប្រាសាទអង្គរវត្តបំពង់ឫស្សីគេតុបតែងជាមួយនឹងភ្លើងការតុបតែងផ្នែកខាងលើគឺថាមើលទៅស្រស់ស្អាតខ្លាំងមែនទែនមានមួកធ្វើពីស្លឹកត្នោតនិងរបស់ផ្សេងជាច្រើនទៀតសម្លៀកបំពាក់ធ្វើពីក្រមាខ្មែរគេយកក្រមាខ្មែរមកកាត់ធ្វើជាសម្លៀកបំពាក់អញ្ចឹងមើលទៅស្រស់ស្អាតម្យ៉ាងដែរមានច្រើនពណ៌អញ្ចឹងអាចទិញពាក់បានបើស្រឡាញ់មានអ្នកមកទស្សនាប្រាសាទអង្គរវត្តជាច្រើនទាំងភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិផ្លូវចូលទៅប្រាសាទអង្គរវត្តមានការរចនាអក្សរអង្គរសង្ក្រាន្តឆ្នាំ2025យ៉ាងស្រស់ស្អាតផ្ទះខ្មែរបុរាណជាច្រើនតុបតែងយ៉ាងស្រស់ស្អាតដើម្បីបង្ហាញភ្ញៀវជាតិនិងអន្តរជាតិដែលមកទេសនានៅទីនេះជាក្អមធ្វើពីដើមល្ពាក់ដ៏ធំពិតជាពូកែ